បាទជំរាបសួរបងប្អូនវីដេអូមួយបង្ហាញពីជនជាតិអាមេរិកាំងកាំងពួកដូណាល់ត្រាំហ្នឹងហើយជនជាតិដូណាល់ត្រាំក៏បានមកទស្សនានៅហាងបែបនេះមកថ្ងៃពេញម្ដងមកហើយកាលពីសប្តាហ៍មុនហើយក៏បានសរសើរអំពីឧបករណ៍ភ្លេងបារាំងខ្មែរយ៉ាងច្រើនដែលមាននៅក្នុងសាលាខ្ញុំបានឥឡូវគាត់ចាប់អារម្មណ៍ទៅលើសាឡៃហ្នឹងហើយគាត់ក៏ជាសាស្ត្រាចារ្យមួយដែរផ្នែកតន្ត្រីនៅសហរដ្ឋអាមេរិកអញ្ចឹងគាត់ឆ្លាញ់សាឡៃអញ្ចឹងគាត់បានសុំរៀនសាឡៃពីសាលាយើងហើយសាលាយើងក៏បានស្វែងរកគ្រូមកសិក្សាបង្រៀននៅទីនេះផ្ទាល់តែម្ដងហើយនេះជាម៉ោងទី2សម្រាប់គាត់ហើយដែលគាត់បានរៀនឧបករណ៍ភ្លេងបារាំងខ្មែរគឺផ្នែកផ្លុំគឺសាឡៃអញ្ចឹងគឺថាខ្មែរយើងក៏រសារដែរផងដែរដែលគាត់ចាប់អារម្មណ៍ទៅលើឧបករណ៍ភ្លេងបារាំងខ្មែរហើយក៏ស្រឡាញ់ខ្លាំងណានឹងស្រឡាញ់ខ្លាំងគាត់ខំប្រឹងរៀនទាំងការលំបាកនិយាយទៅគឺឧបករណ៍ភ្លេងបារាំងខ្មែរទាំងអស់គឺសុទ្ធតែតាក់ទាញមែនតើទៅលើឧបករណ៍បុរាណយើងដែលជនបរទេសភាគច្រើនគាត់សរសើរខ្លាំងណាស់ទៅលើឧបករណ៍យើងហើយយើងខ្មែរយើងគួរតែនាំគ្នាអភិរក្សដែរហ្នឹងហើយនាំគ្នាស្រឡាញ់និងជួយទៅបង្កើនឡើងវិញទៅដើម្បីឲ្យឧបករណ៍ភ្លេងបារាំងខ្មែរយើងនៅតែគង់វង្សហើយខ្ញុំបានព្យាយាមគ្រប់គ្រងនិងរៀបចំយ៉ាងច្រើនឧបករណ៍ភ្លេងបារាំងខ្មែរមានបទទីខ្លះគាត់បានកំងធ្វើឧបករណ៍ភ្លេងបារាំងខ្មែរយើងដែលខ្ញុំអត់ដែលស្គាល់ដែរអញ្ចឹងគាត់ថាគាត់ដឹងរបស់ខ្មែរអញ្ចឹងមិនធម្មតាទេឧបករណ៍ភ្លេងបារាំងខ្មែរយើងគឺថាមានការចាប់អារម្មណ៍ខ្លាំងពីអឺរ៉ុបផ្នែកជនបរទេសដែលមិនមែនជាម្ចាស់ប្រទេសទេតែយើងគួរតែងាកមកចាប់អារម្មណ៍ឡើងវិញដែរហើយបរិយាបន្តិចទៅដើម្បីជួយគ្នាពីព្រោះអីយើងខ្លួនយើងជួយបានច្រើនជាងគាត់ទៅទៀតតែគាត់ឆ្លងទ្វីបណាស់ជាជនហោះរកមកដើម្បីមកទស្សនាឧបករណ៍ភ្លេងបារាំងខ្មែរទីនេះហើយគាត់បានសម្រេចចិត្តរៀនឧបករណ៍ភ្លេងបារាំងខ្មែរតែម្ដង